លោកអគ្គបណ្ឌិតសភាចាអូនពាន់មនីរតឧបនាយករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានថ្លែងឲ្យដឹងថាអគារកំពុងជាប់គាំងនៅខេត្តព្រះសីហនុមានចំនួន362ដែលត្រូវការទុនវិនិយោគបន្ថែមប្រមាណ$1161 លានដើម្បីបញ្ចប់ការសាងសង់លោកឧបនាយករដ្ឋមន្ត្រីបានលើកឡើងថាតាំងពីឆ្នាំ2016មកការវិនិយោគក្នុងខេត្តព្រះសីហនុមានសន្ទុះកើនឡើងយ៉ាងខ្លាំងនិងមានការរីកដុះដាលយ៉ាងលឿនក្នុងចំនួនដ៏ច្រើននៅសំណង់អគារផ្សេងៗដូចជាខុនដូខ្ពស់អាផាតមិនសន្តាគារភោជនីយដ្ឋានហាងលក់ទំនិញនិងអគារជាច្រើនប្រភេទផ្សេងទៀតទោះជាយ៉ាងនេះក្តីដោយសារតែមានកត្តាផ្សេងៗមួយចំនួនជាពិសេសវិបត្តិជំងឺ COVID-19 បានធ្វើឲ្យសំណង់អគារជាច្រើនត្រូវបានផ្អាកសាងសង់បច្ចុប្បន្នអគារដែលត្រូវបានផ្អាកសាងសង់មានចំនួនប្រហែល362ដែលត្រូវការទុនវិនិយោគបន្ថែមប្រមាណ$1161 លានដើម្បីបញ្ចប់ការសាងសង់ហើយអគារដែលត្រូវបានសាងសង់រួចប៉ុន្តែពុំទាន់បានដាក់ឲ្យដំណើរការប្រើប្រាស់មានចំនួនប្រហែល176អគារលោកឧបនាយករដ្ឋមន្ត្រីបន្ថែមថាដើម្បីជំរុញកំណើនសេដ្ឋកិច្ចខេត្តព្រះសីហនុរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគាំទ្រជាបន្តបន្ទាប់មានជាអាចការកសាងផ្លូវល្បឿនលឿនក្នុងពេញខេត្តព្រះសីហនុការកសាងផ្លូវនិងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងៗទូទាំងខេត្តជាពិសេសការដាក់ចេញនូវវិធានការជាកញ្ចក់ដើម្បីដោះស្រាយបញ្ហាអគារជាប់គាំងកាលពីឆ្នាំ2023ដែលរួមបញ្ចូលនូវវិធានការទូទៅនិងវិធានការលើកទឹកចិត្តសម្រាប់អនុវត្តរហូតដល់ឆ្នាំ2026ដើម្បីដោះស្រាយបញ្ហាអគារជាប់គាំងនៅខេត្តព្រះសីហនុនេះរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសផ្តល់នូវអត្ថប្រយោជន៍ជាពិសេសសម្រាប់គម្រោងវិនិយោគពាក់ព័ន្ធនឹងអគារជាប់គាំងនិងទទួលបានអត្ថប្រយោជន៍ដូចជាការលើកលែងពន្ធលើប្រាក់ចំណូលប្រាក់រំដោះពន្ធលើប្រាក់ចំណូលនិងពន្ធអបបរមារយៈពេល3ឆ្នាំបន្ថែមការលើកលែងអាករលើតម្លៃបន្ថែមការលើកលែងពន្ធកាត់ទុកការលើកលែងការបង់ថ្លៃសេវាសាធារណៈការសម្រួលនីតិវិធីការផ្ដល់អនុគ្រោះលើថ្លៃត្រួតពិនិត្យនិងការបញ្ជាក់ផ្សេងៗពាក់ព័ន្ធសំណង់ការរៀបចំគោលការណ៍សម្រាប់អចលនទ្រព្យក្នុងខេត្តព្រះសីហនុនិងវិធានការផ្សេងៗទៀតដើម្បីដោះស្រាយបញ្ហាអគារជាប់គាំង